បាទជំរាបសួរបងប្អូនជាកិច្ចកំណត់ពេកនឹងចូលរួមអបអរសាទរទិវាសមរិទ្ធត្រីដែលពេលថ្ងៃនិងពេលយប់ស្មើគ្នានេះខ្ញុំសូមលើកយកចំណុចខ្លះៗទាក់ទងទៅលើបាតុភូតធម្មជាតិដែលនាំឲ្យថ្ងៃនិងយប់ស្មើគ្នាសមរិទ្ធត្រីឬហៅថាវិសុវៈនោះព្រះអាទិត្យមកដល់ខែមីនាចាប់ពីថ្ងៃទី21ដល់ថ្ងៃទី23បានវិលមករកតំបន់ពាក់កណ្ដាលផែនដីឈ្មោះ Equator ដែលជាហេតុធ្វើឲ្យរង្វាស់ពេលថ្ងៃនិងពេលយប់ស្មើគ្នាដោយសារវិសុវៈសមរិទ្ធត្រីឬក៏ព្រះអាទិត្យចំចំណុចនេះហើយទើបយើងបានបង្កើតព្រឹត្តិការណ៍មកមើលថ្ងៃរះនៅចំកបួលកដាលនៃប្រាង្គប្រាសាទសមរិទ្ធត្រីឬវិសុវៈថ្ងៃស្មើយប់នេះមិនមែនស្ថិតទៅលើប្រាសាទអង្គរវត្តពិមុខទេគ្រប់ប្រាង្គប្រាសាទទាំងអស់រួមទាំងប្រាសាទបាគងនៅទីនេះក៏បានសង់បែរទិសទៅចំទិសខាងកើតដោយសារព្រះអាទិត្យនៅសមរិទ្ធត្រីនេះដែរប្រជាពលរដ្ឋអាចមកមើលថ្ងៃរះនៅបាគងនៅអង្គរវត្តនៅបាខែងនិងលើប្រាសាទនានានៅក្នុងស្រុកខ្មែរសុទ្ធតែបានសង់ដែលយកតាមតម្រុយនៃគោចរព្រះអាទិត្យព្រះអាទិត្យគឺជាតារាសម្រាប់តម្រុយនៃការវាស់ទិសឯព្រះច័ន្ទគឺជាភពសម្រាប់ផ្ទៀងផ្ទាត់ទិសជាមួយនឹងព្រះអាទិត្យនៅប្រាសាទអង្គរវត្តដូនតាខ្មែរបានឆ្លាក់យក្ស92និងទេវតា88ដែលចង់បង្ហាញអំពីចំនួន92ថ្ងៃដែលព្រះអាទិត្យបានបំលាស់ទីពីអត្តគោលខាងត្បូងបំផុតរៀងរហូតមកថ្ងៃទី21ខែមីនានេះដែលយើងមើលឃើញថាជាពេលវេលាដែលព្រះអាទិត្យរះចំចំណុចកណ្ដាលនៃប្រាង្គប្រាសាទទាំងអស់តែចាប់ពីថ្ងៃទី24មិនិនារៀងរហូតដល់ថ្ងៃទី21មិថុនានោះយើងនឹងមានចំនួន88ថ្ងៃនេះជាមូលហេតុដែលតូនតាយើងបានឆ្លាក់រូបទេវតា88អង្គនៅប្រាសាទអង្គរវត្តនោះហើយដែលថាប្រាសាទអង្គរវត្តត្រូវបានបង្ហាញអំពីតារាវិទ្យាឬក៏តារាសាស្ត្រពេញលេញឯប្រាសាទអង្គរធំគឺជាតំណាងវិសុវៈសមរិទ្ធត្រីដែលកំណត់ឲ្យមានទេវតានិងយក្សស្មើគ្នាជាសរុបតារាវិទ្យាគឺជាមូលដ្ឋានក្នុងការជ្រើសរើសទិសបែរទិសនៃសំណង់ប្រាសាទទេវវិទ្យាគឺជាមូលដ្ឋាននៃការកសាងរចនាសម្ព័ន្ធឬទ្រង់ទ្រាយប្រាសាទឯជ័យភូមិគឺជាវិទ្យានៃការជ្រើសរើសដីទីតាំងសម្រាប់កសាងប្រាសាទជាមួយគ្នានេះខ្មែរមានវិទ្យាផ្សេងៗទៀតគឺជាពហុវិទ្យាក្នុងការកសាងអរិយធម៌អង្គរនេះសុខសប្បាយ